$1,500បានឲ្យការសិក្សាស្រាវជ្រាវប្រើ model នេះបុកចូលនៅក្នុងវិទ្យាសាស្ត្រអន្តរជាតិបានបើយើងយក model នេះមកគាត់ទៅតែចឹងបងប្អូនរៀនក៏បាត់គាត់កន្លែងនេះបានមានន័យថាលុយជាច្រើនចូលទៅជួយកាត់បន្ថយគាត់ហើយលុយជាច្រើនមិនបានចេញទៅក្រៅទេអញ្ចឹង model មួយនេះហើយកន្លែងនេះហើយបានធ្វើឲ្យគាត់កើតជាសាអន្តរជាតិហើយនេះចូលក្នុងកម្មវិធីសិក្សាពីប្រទេសមានកម្រិតទី1ជាបញ្ញានិងវិទ្យាហើយកម្រិតទី2ដល់ហើយបានបង្កើតអាជីវកម្មទៀតដែលដើរតាមប្រព័ន្ធវឹកបច្ចេកទេសដែលចឹងក៏បានបង្កើតមួយគេថា MOU បណ្ដោយបាទ MOU ហើយយើងប្រើ model នេះគឺ IT ជាមួយនឹងពាណិជ្ជកម្មដែលទៅគណនាអំពីសមាជកម្មទី1សមាជកម្មទី2សមាជកម្មទី3ហើយដែល media នេះនៅក្នុងសហគមន៍និស្សិតនេះបានបុកឈ្មោះមក DV កន្លែងនេះបាទអញ្ចឹងបានទៅបំពេញទិន្នន័យនៃការលក់បានទៅបន្ថែមទៅលើប្រព័ន្ធធនធានមនុស្សបានបន្ថែមទៅលើប្រសិទ្ធភាពនៃការធ្វើទីផ្សារអញ្ចឹងលុយ$1,500នេះគឺក្រុមហ៊ុនដែលជាដៃគូខ្ញុំហ្នឹងនៅtrongវីដេអូនេះយើងនឹងបានជួបគាត់ហើយបងប្អូនទាំងអស់គ្នាអញ្ចឹងគាត់ឧបត្ថម្ភដល់សហគមន៍និស្សិត$1,500សម្រាប់រយៈពេល3ខែនៅក្នុងការធ្វើទិន្នន័យនៅក្នុងការ build HR ហើយជាពិសេសនីតិវិធីនៃការធ្វើទីផ្សារដើម្បីលក់ឲ្យដាច់អូខេបងប្អូនទាំងអស់គ្នាឆ្លៀតឱកាសនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលអាជីវកម្មគាត់ហើយនឹងស្ដាប់មតិគាត់តថាតើកម្មវិធីអ្វីដែលគាត់សហការជាមួយខ្ញុំហើយចូលរួមជាមួយខ្ញុំទៅជួយបងប្អូននិស្សិតហើយខ្ញុំពិតជាចង់ឃើញនៅបរិយាកាសនៅក្នុងកម្ពុជារបស់យើងដែលបច្ចេកអាជីវកម្មបង្កើតមួយគេថា green system human resources ដើម្បីទៅអភិវឌ្ឍនិស្សិតបុកឈ្មោះមកអាជីវកម្មដើម្បីជាផលិតភាពការងារជូននិស្សិតអរគុណបងប្អូនទាំងអស់នេះអញ្ចឹងថវិកានេះបន្តិចទៀតយើងនឹងជូនដល់និស្សិតផ្ទាល់តែនៅសក់ទៅតាមបានជាមួយខ្ញុំអរគុណខ្ញុំមកដល់កន្លះហើយបងហើយគាត់ជាអ្នកdonate អ្នកផ្ដល់កិច្ចសហប្រតិបត្តិការជាមួយសហគមន៍និស្សិត IT និយាយរួម model មួយដែលខ្ញុំបានបង្ហាញមិញហ្នឹងវាមានស្ពានចម្លងតំណតជាប់ជាមួយនឹងអាជីវកម្មនិងអប់រំហើយបង្កើតផលិតភាពការងារជូននិស្សិតប៉ុន្តែឥឡូវនេះមកស្ដាប់ចំណាប់អារម្មណ៍របស់បងម្ចាស់បាទលោកគ្រូតែផ្ទាល់តែម្ដងដែលជាម្ចាស់ពាណិជ្ជកម្មហ្នឹងថាសំណួរទី1សួរបងថាហេតុអីបានបងសម្រេចចិត្តធ្វើជាដៃគូរបស់វិទ្យាសាស្ត្រអន្តរជាតិ IT ហើយនឹងផ្ដល់ឱកាសការងារជូននិស្សិតនៅ IT បាទជាដំបូងសូមជម្រាបសួរលោកគ្រូនិងក្រុមការងារបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំមើលឃើញទៅលើយុវជនជំនាន់ក្រោយដែលគាត់ខំប្រឹងឃើញខាងវិទ្យាស្ថានបណ្ដុះបណ្ដាលយុវជនមកដែលចេះហើយខ្ញុំសូមចូលរួមចំណែកក្នុងផ្នែកមួយដល់ជាមួយនឹងវិទ្យាស្ថានក្នុងការផ្ដល់ឱកាសការងារក៏ដូចជាការចុះកម្មសិក្សាផ្សេងៗដល់បងប្អូននិស្សិតក្នុងការសិក្សាក៏ដូចជារកឱកាសក្នុងការងារក៏ពេលប្រចាំការសិក្សាពីសាបងប្អូនចុះបើសិនបងប្អូននិស្សិតចង់ដើរទៅមួយជំហានទៀតគឺមានន័យថាគាត់ចង់ខ្លាចខ្លួនទៅជាអ្នកងារជួយលក់បងហ្មងដើម្បីបានទទួលបទពិសោធន៍ជាក់ស្ដែងផងហើយក៏ដើម្បីបានទទួលប្រាក់កម្រៃខ្លះដើម្បីផ្គត់ផ្គង់ការសាររបស់គាត់តើបងអាចបើកឱកាសឲ្យគាត់បានចូលរួមបម្រើការងារបងបានលោកគ្រូអត់បញ្ហាទេតាក់ទងមួយកន្លែងហ្នឹងបើបងប្អូនមានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយខាងក្រៅយើងខ្ញុំអាចនឹងបង្កើតជាធីមការងារមួយដើម្បីស្វែងយល់ពីការងារនឹងទាំងអស់គ្នាហើយអាចនឹង
ជាការផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗតិចតួចជូនគាត់ក្នុងកម្មវិធីបាយក្នុងការសិក្សាក្នុងអំឡុងពេលសិក្សាផងដែរលោកគ្រូ អូខេបងប្អូនទាំងអស់គ្នារំលឹកថយក្រោយបន្តិចការ៉ាស់ X Auto 6 3ដើមគាត់គឺជាដៃគូរបស់វិទ្យាសាស្ត្រអន្តរជាតិ IQ បានរួមគ្នាដាក់ដំណើរការនៅប្រព័ន្ធ Work by Education ដែលស្ពានតំណតបជាប់គឺសហគមន៍ការងារនិស្សិតមានន័យថាក្រុមហ៊ុននិងសាលារួមគ្នាបង្កើតឱកាសការងារជូននិស្សិតហើយជាក់ស្ដែងគាត់បានឧបត្ថម្ភចំនួនរហូតដល់6រៀលស្មើនឹង$1,500ហើយក្នុងនាមខ្ញុំតំណាងឲ្យសហគមន៍និស្សិតការងារហើយតំណាងឲ្យបងប្អូននិស្សិតសូមអរគុណបងហើយជូនពរបងឲ្យលក់ដាច់ហើយបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចំណាប់អារម្មណ៍រថយន្តដែលមាននៅក្នុងតម្លៃធូរហើយសមរម្យអាចមកដល់ X Auto បានបងមានអីចង់ផ្សាយនីតិកម្មទៀតជ្រាបឱកាសនៅក្នុងវីដេអូនេះម្ដងសូមជម្រាបដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាចិត្តឱកាសចូលខាងខ្មែរលោកគ្រូណាបាទត្រូវការឡានជិះទៅលេងស្រុកកំណើតអាចអញ្ជើញមកមើលបាននៅ X Auto 166របស់យើងខ្ញុំដែលមានទីតាំងនៅលើផ្លូវអង្គញាមុងរដ្ឋាភិបាលធានាឲ្យតម្លៃសមរម្យជាពិសេសរថយន្តមានគុណភាពខ្ពស់រឿងឡានបុកប៉ះពីកលាប់កាត់តនិងដូរពណ៌គឺមានជាអំណាចជូនរបស់មានឯកសារលាលាក់ជាអក្សរជូនជាប្រភេទឡានស្អាតសំណុំស៊ីម៉ាំងសបុកឃុំអីនៅស៊ីនទាំងអស់ជូនអតិថិជនគ្រប់ប្រភេទបាទអរគុណច្រើន